ព្រឹកមិនទាន់ភ្លឺឡានដឹកកម្មករបើកចេញតាមផ្លូវម្នាក់អង្គុយស្ងៀមត្រៀមទៅធ្វើការរោងច្រកាហ្វេមួយកែវមិនទាន់ផឹកបាយមួយព្រឹកមិនទាន់បានញោមមីប្រញាប់ឡើងឡានទាំងងងុយដើម្បីកុំឲ្យខកម៉ោងការខ្លះទុកកូនឲ្យម៉ែថែខ្លះទើបលាពីប្រពន្ធសង្ឃឹមប្រាក់ខែចុងខែយកទៅសងបំណុលផ្ទះតែគ្មានអ្នកណាដឹងទេព្រឹកនោះជាព្រឹកចុងក្រោយសំលេងហ្វ្រាំងលាន់ខ្លាំងកណ្ដាលផ្លូវមនុស្សស្រែកយំអូយឡានដឹកការមិនកអើយមិនទាន់ដល់រោងចុងក្រោយមិនទាន់ដល់រោងចប់ផងជីវិតត្រូវបាត់បង់លើដងផ្លូវយ៉ាងអាណោចអាធរម៉ែយំរកកូនស្ទើរឈួតប្រពន្ធយំអោបសំលៀបំពាក់កូនតូចនៅចាំទ្វារផ្ទះមិនដឹងថាឪមិនវិលវិញការបូបការងារនៅក្នុងដៃកាត់រោងចក្រក្រនៅជាប់ខ្លួនតែបេះដូងបានឈប់ដើរមុនដល់កន្លែងធ្វើការមុនដល់កន្លែងធ្វើការមិត្តរួមការងារស្រក់ទឹកភ្នែកឈរមើលឡានខូចកណ្ដាលផ្លូវសំលេងស៊ីរ៉ែនរថយន្តពេកលឺហើយចិត្តស្ទើរដាច់អូយជីវិតកាមង្គអើយព្រឹកចេញទៅរកលុយល្ងាចបែរជាដំណឹងស្លាប់ឲ្យគ្រួសារយំសោកការសូមអ្នកបើកបរគ្រប់គ្នាកុំបើកលឿនហួសពេកមួយវិនាទីនៃគ្រោះថ្នាក់អាចបំបែកគ្រួសារមួយជីវិតផ្លូវដដែលឡានដដែលតែអ្នកធ្លាប់អង្គុយលើឡាននោះគ្មានថ្ងៃត្រឡប់មកវិញ